គោរពនឹងជំរាបសួរពុកម៉ែបងប្អូនអរគ្នារីករាយបនចូលឆ្នាំប្រពៃណីជាតិខ្មែរយើងឥឡូវនេះបនចូលឆ្នាំក៏រួចរាល់ទៅហើយដែរដល់ពេលដែលយើងត្រូវចាប់ផ្ដើមបន្តការងាររបស់យើងទៀតហើយថ្ងៃនេះក៏ឆ្លៀតចូល Facebook នៅខាងទេសកម្មដែលមានទីតាំងនៅខាងខេត្តតាកែវណាជាប់ចូលឆ្នាំហើយអញ្ចឹងមាន Facebook ដើម្បីស្រង់ដើមវិញបាទសម្រាប់អ្នកដែលមានទេសកម្មទាំងអស់គ្នាគឺយល់ពីអារម្មណ៍មួយនឹងហើយយើងទៅដើរលេងបន្ទាប់ពីយើងដើរលេងរួចគឺយើងអាចមកស្រង់ដើមវិញតាមរយៈការ Facebook ហ្នឹងឯងអញ្ចឹងផ្ទះជាកម្មចំណុចល្អរបស់ផ្ទះជាកម្មគឺត្រង់ហ្នឹងហើយផ្ទះនេះគឺយើងអាចស្រង់ដើមបានមួយខែ2ដងអញ្ចឹងមានថា2សប្តាហ៍ម្ដងគឺយើងអាចប្រមូលផលបានហើយព្រោះវាអាយុ1ឆ្នាំជាងហើយផ្ទះនេះណាអញ្ចឹងបើសិនជាបងប្អូនដែលមានផ្ទះដែលមានអាយុច្រើនជាងនឹងទៀតឧទាហរណ៍ថា3ឆ្នាំឬក៏4ឆ្នាំបងប្អូនរឹតតែបានច្រើនជាងនឹងទៀតអានេះគ្រាន់តែចង់បង្ហាញបងប្អូនខ្លះៗឲ្យបងប្អូនបានឃើញណាផ្ទះជាកម្មបើនិយាយឲ្យត្រឹមត្រូវទៅវាដូចជាពាក្យមួយដែលបងប្អូនតែងតែនិយាយអញ្ចឹងគឺវាត្រូវមែនសម្រាប់ផ្ទះជាកម្មណាគឺដូចជាមានទូ ATM មួយតែដកមិនចេះអស់កាន់តែយូរសបុកកើនឡើងកាន់តែច្រើនអញ្ចឹងបងប្អូនដែលមានផ្ទះជាកម្មគឺដឹងហើយជាពិសេសបងប្អូនដែលមានផ្ទះដែលមានអាយុយូរឆ្នាំឧទាហរណ៍ដូចជា5ឆ្នាំ8ឆ្នាំឬក៏10ឆ្នាំអានោះគឺទូនោះទូធំទូធំមែនតើដែលអាចហុចផលឲ្យយើងបានច្រើនដើរលេងបន្ទាប់ពីដើរលេងរួចមកវិញប្រមូលសបុកលក់បានទៀតដែរអញ្ចឹងគឺល្អមែនតើសម្រាប់មុខរបរមួយនេះបាទហើយជាមុខរបរមួយដែលមិនសូវហត់តែជាកម្មនេះមុខរបរនេះគឺមិនហត់ទេមានថាយើងហត់ដោយពេលឧទាហរណ៍ថាក្នុងមួយខែ2ដងអញ្ចឹងយើង2ដងយើងហត់តែ2ថ្ងៃទេក្នុងមួយខែដែលយើងត្រូវទៅបេះសបុកបែបហ្នឹងនេះបងប្អូនយើងបេះសបុកបែបហ្នឹងហើយយើងត្រូវសម្អាតយើងត្រូវមើលថែទាំផ្ទះរបស់យើងឆែកប្រព័ន្ធសំឡេងប្រព័ន្ធអីផ្សេងៗហ្នឹងមួយខែតែ2ដងទេបាទអាហ្នឹងសម្រាប់ផ្ទះដែលមានអាយុក្រោម2ឆ្នាំអញ្ចឹងបើចាប់ពី3ឆ្នាំឡើងទៅឬក៏2ឆ្នាំឡើងទៅ3ឆ្នាំហ្នឹងគឺយើងអាចហក់ដល់មួយខែ3ដងអញ្ចឹងយ៉ាងទោះបីយ៉ាងណាក៏ដោយក៏យើងនៅតែយើងចំណាយពេលវេលាតិចដែរនេះអានេះគឺជាលទ្ធផលថ្ងៃនេះបេះបានចិត្ត1គីឡូដែរបងប្អូនណាបាទអរគុណច្រើនជំរាបលាយើងជួបគ្នានៅវីដេអូក្រោយទៀត